បាទសួស្តីអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំលើករឿងសុផាតរឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ចេតនាជាចលនាអក្សរសិល្ប៍ខេមរនិយមដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំងរឿងនេះគឺអ្នកនិពន្ធលោករីមគឹមហើយនិពន្ធឡើងនៅក្នុងឆ្នាំ1938ប្រវត្តិរឿងសុផាតបាទរឿងសុផាតនេះអ្នកនិពន្ធរីមគឹមបានសរសេរតាក់តែងឡើងតាំងពីគ្រិស្តសករាជ1938ប៉ុន្តែពុំបានបោះពុម្ពផ្សាយភ្លាមទេសេចក្តីលំបាកក្នុងការផ្សាយរឿងនេះដោយសារពេលនោះពុំទាន់សម្បូររោងពុម្ពនៅប្រទេសយើងនៅឡើយលុះមកដល់គ្រិស្តសករាជ1942រឿងសុផាតក៏បានផ្សាយចេញដោយបំណងនៃការប្រឹងប្រែងអ្នកនិពន្ធមែនកាលនោះលោករិមគឹមបានសុំជំនួយជាប្រាក់ខ្លះអំពីសមាគមសិស្សចាស់នៃអនុវិទ្យាល័យនិងវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីផ្ញើជាមួយសំណៅរឿងដែលសូមច្បាប់អនុញ្ញាតពីរាជការអាណាព្យាបាលបានហើយនោះនៅទៅឲ្យរោងពុម្ពមួយនៅក្រុងជ្រលឹងព្រៃនគរឲ្យបោះពុម្ពឲ្យការបោះពុម្ពផ្សាយជាលើកដំបូងនោះមានចំនួន 2000 ច្បាប់សឹងទទួលការនិយមយ៉ាងខ្លាំងពីសំណាក់អ្នកអាននៅប្រទេសយើងដូច្នេះហើយបានជាសៀវភៅរឿងនេះលក់ដាច់យ៉ាងឆាប់បំផុតហើយថែមទាំងលេចឮសុសសាយទៅតាមមាត់អ្នកស្រុកនិទានប្រាប់គ្នាជាបន្តទៅផងនៅគ្រិស្តសករាជ1950រឿងនេះបានចូលក្នុងកម្មវិធីសិក្សានៅបឋមភូមិក៏បានបោះពុម្ពឡើងជាលើកទី2ហើយភ្លាមនោះបានមានការបោះពុម្ពលើកទី3ទី4បន្តមកទៀតលុះត្រាតែមកដល់គ្រិស្តសករាជ1958ទើបរឿងនេះទទួលការនិយមជាខ្លាំងក្នុងមជ្ឈដ្ឋានអ្នកសិក្សាទូទៅជំពូក1រឿងសូផាតលោកសួនចៅវាយស្រុកសេរីសោភ័ណ្ឌជានិមឺនប្រកបដោយរូបឆោមលឆើតឆាយសំសួននឹងតម្រេះវិជាលោកអាយុទើបតែបាន23ឆ្នាំទេប៉ុន្តែលោកបានមកកាន់កាប់ស្ដីទីរាជការចំនួន2ឆ្នាំហើយក្នុងស្រុកសេរីសោភ័ណ្ឌនេះលោកមិនបានដណ្ដឹងស្ត្រីឯណាមួយធ្វើជាគូគប់ចិត្តសោះប៉ុន្តែរះទាំងពួងដឹងជាក់ថាលោកបានទៅរុំរាក់ដោយលាក់កំបាំងនឹងស្ត្រីកំព្រាម្នាក់ឈ្មោះថានាងសូយ៉ាចំនួន7ខែហើយថ្ងៃមួយលោកសួនបានទទួលសម្បត្តិពីរាជការធំដែលនៅភ្នំពេញផ្លាស់លោកទៅទីក្រុងដើម្បីទៅកាន់កាប់ទីរាជការថ្មីទៀតលោកសួនគិតថាខ្លួនអើយមកនៅស្រុកនេះចំនួន2ឆ្នាំហើយឃ្លាតចេញពីក្រុងភ្នំពេញដែលជាស្រុកកំណើតរបស់ខ្លួនហើយដែលខ្លួនមិនដែលបានទៅណាមកណាឃ្លាតយូរដល់ម្លេះសោះអ្នកម្ដាយមេម៉ាយនៅតែម្នាក់ឯងឯរាជធានីតែងនឹករលឹកខ្លួនរាល់ថ្ងៃការដែលរាជការតម្រូវឲ្យត្រឡប់ទៅស្រុកវិញជាការប្រសើរណាស់លោកចៅវាយស្រុកគិតដូច្នេះស្រេចហើយក៏មានទឹកមុខរីករាយលោកសួនកំពុងតែនឹកមមីសប្បាយចិត្តដោយបានវិលថ្កានឋានមេដា
ស្រាប់តែភាគលោប្រែជាស្រពោនមួយរំពេចដោយមានគំនិតមួយចូលមកលុយលុកលុយគូក្បាលលោកអោសូយ៉ាមាសបងអើយនាងមានផ្ទៃពោះ5ខែហើយបើបងនឹងចាកចោលនាងដូច្នេះយល់ថាមិនសមគួរឡើយឥឡូវបើនឹងយកនាងទៅជាមួយផងយល់ថាមិនកើតទេអ្នកម្ដាយកាលដែលខ្លួនចេញមកនៅស្រុកនេះបានបដិញ្ញាថាកុំឲ្យទៅយកស្ត្រីឯណាធ្វើភរិយាពីព្រោះអ្នកបានដណ្ដឹងកូនគេបញ្ចាំចិត្តទុកឲ្យហើយព្រះអើយខ្ញុំមិនដឹងគិតយ៉ាងណាទេលោកសួនយកកន្សែងតូចមួយដែលជាស្នាដៃនាងសូយ៉ាជូតទឹកភ្នែកដែលហូររឹមរឹមលោកអញ្ជើញចូលទៅក្នុងបន្ទប់មានដំណើរធេងធងធ្ងន់និងពន់ទុកសោកនៅអាត្មាវេលានោះស្ត្រីម្នាក់ចូលមកនាងនោះមានរូបឆោមឡោមពណ៌ល្អភាពជាស្ត្រីថៃពាក់កណ្ដាលស្ត្រីខ្មែរពាក់កណ្ដាលពោះប៉ោងបន្តិចឲ្យសម្គាល់ដឹងថានាងមានផ្ទៃពោះលោកសួនឮសូរជើងនាងដើរក៏ចេញពីបន្ទប់ភ្លាមស្ទុះទៅអោបនាងនិយាយថាសូយ៉ាមាសបងអោកម្មអ្វីរបស់យើងនឹងនាងសូយ៉ាភ្ញាក់ព្រឺតញ័រចម្ប្រក់ស៊ូសង្សារថាអ្នកបងមានរឿងអ្វីចូលប្រាប់ប្អូនផងប្អូនអើយបងនឹងឃ្លាតចេញពីនាងពុទ្ធោពុទ្ធោពុទ្ធោរាជការនឹងផ្លាស់បងទៅភ្នំពេញប្អូនអើយខ្លួនបងពិតមែនតែនឹងចាកចោលបើប៉ុន្តែចិត្តបងប្រកាសជាចាំនៅនឹងអូនកុំកែវនាងព្រួយចិត្តពេកមិនយូរប៉ុន្មានទេគង់តែបងវើថ្កានអូនស្រីវិញបងនឹងលើកនាងយកឲ្យបានពេញមុខជាពំខានអ្នកបងអើយអូនសង្ឃឹមយ៉ាងមាំថានាងច្បាស់ជាមិនភ្លេចពាក្យសន្យានឹងទេទឹកមុខនាងសូរិយាក្រៀមក្រំស្រងូចស្រងាត់គួរឲ្យអាណិតពេកណាស់នាងផ្ដេកក្បាលទៅលើទ្រូងសង្សារនាងខ្សឹបខ្សួលអ៊ូលអាក់ហូរធ្លាក់ទឹកភ្នែកពីដួងនេត្រាទៀងគូហៀមលោកសួនយកដៃមួយចាប់ភាក់នួននាងផ្អាប់នឹងអរ៉ាលោកដៃមួយទៀតអង្អែលកេសាស្ត្រីពោលពាក្យផ្អែមល្ហែមអូនពាក្យសង្សារកុំកែវគិតសង្ស័យបងស្បត់ឲ្យអូនបើបងដោះដៃឈប់អាល័យមិត្តនាងសូយ៉ាបានសោយសោកញញឹមស្ងួតមុខភ្លេចគិតដល់ពាក្យទំនៀមទឹកហូរមិនដែលហត់ប្រុសស្បត់កុំឲ្យជឿលោកសួនដោះចិញ្ចៀនពេជ្រពីដៃអូនស្អែកនេះបងនឹងឃ្លាតពីនាងហើយចិញ្ចៀនពេជ្រនេះចូលប្អូនទុកជាដំណើររូបបងចុះបងសូមចងជាប់នឹងចិត្តអូនលោកសួនមានប្រសាសន៍ដូច្នេះហើយសក់ចិញ្ចៀននៅក្នុងនាងដៃនាងសូយ៉ានាងបានរីកថ្លាមុខបន្តិចបាទចម្ពោះមួយខ្ញុំបានអានចប់ហើយនឹងចូលចម្ពោះ2រហូត